មួយរយៈនេះមិនសូវបានចេញវីដេអូដាក់ក្នុង channel YouTube ទេបងប្អូនដោយសារមានរយៈរៀងរវល់ទៅក៏អត់បានធ្វើវីដេអូថ្ងៃនេះទំនេរបានធ្វើវីដេអូបាទពាក់ព័ន្ធទៅនឹងទូរស័ព្ទ Android បាទទូរស័ព្ទ Android នេះគឺជាទូរស័ព្ទ model Oppo A31 នេះគឺបញ្ហារបស់វាគឺភ្ញៀវគាត់ប្រើរលត់ហើយសភាពថ្មយើងមើលជាក់ស្ដែងទៅវាអត់ប៉ោងអត់អីទេតាមបទពិសោធន៍របស់ខ្ញុំគឺពីច្រើននេះវាខូចក្បាលថ្មបាទខូចក្បាលថ្មណាអញ្ចឹងឥឡូវបងប្អូនទេសនាមើលលេងទៅនេះយើងវះថង់ស្គុតដែលបិទការពារណាបាទយើងឆ្កឹះវាចេញអញ្ចឹងមកដើម្បីបានឆ្កឹះឬក៏ផ្សារអលមកគ្រាប់នឹងចេញអានេះតាមបទពិសោធន៍ណាចំនួនមុនដែលយើងអត់ដឹងភាគច្រើនតែបញ្ហាអញ្ចឹងគឺដូរថ្មចោលឥឡូវយើងមុននឹងផ្លាស់ប្ដូរថ្មយើងមើលសភាពថ្មដែរបើសិនជាថ្មហ្នឹងវានៅល្អស្អាតទេគឺយើងសាកជួសជុលបែបនេះសិនទៅបាទសម្រាប់ទឹកជាងណាបើសម្រាប់បងប្អូនអ្នកប្រើប្រហែលជាអត់មានឧបករណ៍ធ្វើគ្រប់គ្រាន់អញ្ចឹងពិបាកបាទវីដេអូនេះគេចែករំលែកដល់មិត្តជាងផងហើយដល់បងប្អូនអ្នកប្រើផងបាទឥឡូវហ្នឹងគឺបងប្អូនមើលតាមវីដេអូទៅបាទគឺខ្ញុំដកអលមកគ្រាប់ធំនឹងចេញហើយខ្ញុំត direct ចូលបាទឥឡូវនេះគឺខ្ញុំតរួចរាល់ហើយបាទតតែជាតសណតែម្ដងបាទនេះមិនមែនសម្រាប់តែ Oppo A31 ណាបាទជាទូទៅដូចជា Oppo A53 A5 2020 Oppo A5s អីហ្នឹងបាទវាអត់ខុសគ្នាទេបាទការជួសជុលអញ្ចឹងមុននឹងផ្លាស់ប្ដូរថ្មចេញគឺយើងជួសជុលបែបនេះសិនតែដូចខ្ញុំបានលើកខាងលើមុននឹងយើងផ្លាស់ប្ដូរថ្មគឺយើងមើលសភាពថ្មសិនបាទបើសិនជាថ្មហ្នឹងវាអត់សូវកាន់ទេហើយវារាងប៉ោងឆេលុតអាហ្នឹងយើងបដូរចោលទៅបាទយើងមិនចាំបាច់ជួសជុលទេតែនេះដោយសារតែថ្មរបស់គាត់វានៅស្អាតបាទនៅស្អាតគួរសមអញ្ចឹងក៏យើងធ្វើការជួសជុលទៅហើយបើសិនជាការជួសជុលទៅវានៅតែបញ្ហាអញ្ចឹងអត់ដែរគឺមានតែយើងបូកលុយជាមួយនឹងតម្លៃជួសជុលហ្នឹងយកថ្មីតែម្ដងបដូរថ្មីឲ្យគាត់តែម្ដងបាទឥឡូវហ្នឹងគឺយើងបានរៀបចំរួចរាល់ហើយគឺការងារហ្នឹងមិនជាសាំញ៉ាំអីច្រើនទេស្រួលទេបាទគឺគ្រាន់តែដកអលមកគ្រាប់ដែលខ្ញុំលើកចេញហ្នឹងគឺយើងដាក់ផ្សារលុះតូចឬគឺសណចូលវិញទៅបានឥឡូវនេះគឺបើកចេញហើយបើកចេញហ្នឹងគឺមិនប្រកាសថាវាអូខេ 100% ទេបាទ 100% លូត្រាតែភ្ញៀវគាត់យកទៅប្រើអត់អីអាហ្នឹងអូខេ 100% តែយើងនិយាយលក្ខខណ្ឌមួយភ្ញៀវទៅបើសិនជាវានៅឆេះលុតយើងអាចយកមកផ្លាស់ប្ដូរថ្មចេញហើយបូកជាមួយនឹងតម្លៃចាស់ទៅដើម្បីយកថ្មថ្មីហ្នឹងណាតែឥឡូវចាប់ដើមយើងឆ្កឹះកាមេរ៉ាកឹបបាទយើងបាទចាប់ខ្ចៅរៀបចូលទៅវិញដើម្បីយើងតេស្តមើលថាវាអូខេអត់ចឹងណា